Mitsubishi Destinator.នេះនាងខ្ញុំសូមគោរពអញ្ជើញលោកឡាឧត្តមប្រធានផ្នែកទីផ្សារឡើងមកកាន់វេទិកាដើម្បីបង្ហាញនូវមតិស្វាគមន៍ក៏ដូចជាបង្ហាញនូវចំណាប់អារម្មណ៍សូមគោរពអញ្ជើញយើងមានមោទនភាពដែលបានរួមដំណើរជាមួយនឹងប្រជាជនកម្ពុជាតាំងពីឆ្នាំ2007មកម្លេះយើងខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំងក្នុងការណែនាំនៅរថយន្ត SUV ចំនួនថ្មីហើយនៅពេលនេះផ្ទាល់ខ្ញុំសូមស្វាគមន៍សមាជិកថ្មីរបស់ Mitsubishi Destinatorសូមបបរសាទរការសម្ពោធរថយន្ត All New Mitsubishi Destinator ឆ្នាំ2026មកកាន់ទីផ្សារកម្ពុជា ឲ្យពួកអ្នកឆ្កល់បែកវងឆ្កល់តែកម្មមកធ្វើឲ្យបើក្បាលរបស់ផពីអណ្ដង What you wanna knowនេះខ្ញុំសូមគោរពអញ្ជើញភ្ញៀវកិត្តិយសរបស់យើងលោកវិទូឡើងមកកាន់វេទិកាដើម្បីបង្ហាញឲ្យលម្អិតអំពីរថយន្តសូមគោរពអញ្ជើញ ជាប្រភេទ SUV 7កៅអីមាន wireless charge មានចំណុចផ្សេងៗច្រើនហើយយើងមានតាំងពីអំមាន light រហូតដល់64ពណ៌នៅរថយន្ត Mitsubishi Destinator នេះមានប្រើប្រាស់ឬក៏បំពាក់មកជាមួយទៅលើ Yamaha speaker បងប្រកាសជាធ្លាប់ដឹងធ្លាប់ឮហើយទៅលើរឿង Yamaha មានបទពិសោធន៍ខ្លាំងប៉ុណ្ណាទៅលើប្រព័ន្ធសំឡេងទៅលើប្រព័ន្ធ speaker ការរចនាហ្នឹងគឺ unique ហ្មងរថយន្តជប៉ុននេះគឺគាត់អត់ឲ្យមានច្រឡំណាគេការរចនាហ្នឹងគឺរបស់គាត់ហ្មងមើលមកដឹងតែ Mitsubishi ហ្មងទាំងខាងមុខទាំងខាងក្រោយមើលទៅស្អាតមែនទែនយើងដឹងហើយ Mitsubishi កន្លងមកគឺមានប្រវត្តិក្នុងការបម្រើប្រជាជនកម្ពុជារបស់យើងបានយូរឆ្នាំក៏ដូចជាមានអនុស្សាវរីយ៍ល្អៗជាមួយនឹងប្រជាជនកម្ពុជារបស់យើងហើយខ្ញុំជឿថា The New Destinator នេះគឺជាឡានមួយសម្រាប់បងប្អូននាថ្ងៃអនាគតក៏ដូចជានាពេលបច្ចុប្បន្នហើយតម្លៃក៏ល្អគឺមានតម្លៃត្រឹមតែ 45,000 ទេប៉ុណ្ណោះបាទ តាំងពីដើមមកគឺខ្ញុំតែងតែស្ម័គ្រចិត្តចំពោះ brand របស់ជប៉ុនខ្ញុំដឹងអំពីស្តង់ដាររបស់ជប៉ុនខ្ញុំទុកចិត្តទាំងស្រុងសម្រាប់ brand របស់ជប៉ុន តម្លៃក៏សមរម្យយើងទទួលយកបានធ្លាប់ប្រើពីមុនមកប្រើទៅស្រួលហើយវាល្អប្រើវាលក្ខណៈគ្រួសារល្អហ្មងហើយវាជាឡានថ្មីទៀតឡាននេះទំនើបទាន់សម័យហើយស្អាត ទំហំវាធំវាទលាយសំខាន់ជាងគេដែលខ្ញុំចាប់អារម្មណ៍នោះគឺវាខ្ពស់ហើយវាមាន fine mode សម្រាប់យើង drive ទៀត និយាយទៅវាទំនើបដល់ពេលអញ្ចឹងធ្វើឲ្យយើងជាប់ចិត្តមើលទៅចាប់អារម្មណ៍ហើយណាមួយឡាននេះជារបស់ជប៉ុនទៀតអញ្ចឹងទំនុកចិត្តខ្ពស់ហ្មងការបើកបានតែឲ្យគឺរត់ smooth បានល្អហ្មង ជា latest ចុងក្រោយវាក្តាប់យកគ្រប់បច្ចេកទេសដែលថ្មីចុងក្រោយបង្អស់ខ្ញុំសម្រេចចិត្តថាយើងអាចទិញបាន ឥឡូវមកប្រើបន្តទៀតប្រចាំក៏ទិញឡាននេះដែរព្រោះវាទំនើបទាន់សម័យបើកបានល្អ Drive your ambition. Mitsubishi Motors.